ចេញពីស្រុកកាបោកមួយលើស្មាមកឈរមាត់ផ្ទះស៊ូកូនទៅដល់ណាខ្ញុំប្រាប់ថាម៉ែកូនទៅរកការងារទៅធ្វើឆ្ងាយប៉ុណ្ណាក៏កូនមិនខ្លាចទេណាទីស្រែពីភូមិពីផ្ទះតូចមួយចូលក្រុមមនុស្សច្រើនដើរទៅមិនចេះឈប់ព្រឹកឡើងទៅធ្វើការយប់ទៅត្រឡប់ញញឹមទាំងងឿយហត់ព្រោះដឹងថាត្រូវតស៊ូនៅស្រុកមានម៉ែមានប៉ារងចាំនៅក្រុមមានផ្ទៃសុបិនត្រូវប្រឹងដើរតាមប្រាក់ខែមិនច្រើនតែខ្ញុំមិនបោះបង់ថ្ងៃនេះអាចលំបាកថ្ងៃស្អែកខ្ញុំនឹងឈ្នះចេញពីស្រុកចូលក្រុងកាន់តែសូបណ្ដាទៅមិនឈប់បែកពីគ្រួសារបែកពីផ្ទះតែបេះដូងខ្ញុំមិនដែលបែកពីណែចេញពីស្រុកចូលក្រុងជីវិតមិនងាយតែខ្ញុំតស៊ូខ្ញុំមកទីនេះមិនមែនមកលេងខ្ញុំមករកអនាគតដើម្បីគ្រួសារខ្ញុំទីក្រុងពេលយប់ភ្លើងភ្លឺពេញភ្លឺតែបន្ទប់ខ្ញុំតូចស្ងាត់ដូចគ្មានអ្នកអាហារមួយចានសិនសំលុយរាល់ថ្ងៃព្រោះរាល់រៀលដែលចាយគឺញើសខ្ញុំទាំងអស់មិត្តខ្លះប្រាប់ថាបងអូនពិបាកពេកហើយខ្ញុំឆ្លើយថាអត់ទេខ្ញុំនៅតែទៅមុខបើជីវិតជាភ្លឺខ្ញុំនឹងដើរឲ្យដល់បើសូបិននៅឆ្ងាយខ្ញុំនឹងរត់ឲ្យតាន់ខ្ញុំមិនមានឡានថ្លៃមិនមានផ្ទះធំមិនមានលុយច្រើនដាក់ខ្ញុំកូននេះតែខ្ញុំមានកម្លាំងមានចិត្តមានសូបិនហើយមានគ្រួសារជាកម្លាំងនៅពីកៅខ្ញុំចេញពីស្រុកចូលក្រុងកាន់តែសូបិនដើរទៅមិនឈប់បែកពីគ្រួសារបែកពីផ្ទះតែបេះដូងខ្ញុំមិនដែលបែកពីណែចេញពីស្រុកចូលក្រុងជីវិតមិនងាយតែខ្ញុំតស៊ូខ្ញុំមកទីនេះមិនមែនមកលេងខ្ញុំមករកអនាគតដើម្បីគ្រួសារខ្ញុំពីស្រុកមកក្រុងខ្ញុំមកជាមួយសូបិនមិនខ្វល់ថាជីវិតយើងឆ្លងកាប់ប្រមាណថ្ងៃនេះខ្ញុំកម្មករថ្ងៃស្អែកអាចជំចាស់គុំមើលមានមនុស្សតែកូនតងប្រឹងប្រែងរស់មួយចំហមួយថ្ងៃមួយឆ្នាំមួយជីវិតបរាជ័យមិនសម្លាប់តែការបបងត្រូវបញ្ចប់ញើដែរខ្ញុំហូរនឹងคลายជាផ្លូវដាក់ខ្ញុំទៅកាន់ថ្ងៃដែលគ្រួសារខ្ញុំញញឹមម៉ៃ